យើងកំពុងតែត្រៀមចេញទៅ trip របស់យើងហើយខ្ញុំមានកូនមួយកូនហ្នឹងអាចនិយាយបានហើយម្នាក់ស្រីនេះជា Queen រាជការឈ្នះគាត់ត្រូវមកចាប់ជៀនដើម្បីចាប់ជៀននៅ IFR ដើម្បីចាប់ជៀននៅ IFR ដើម្បីធ្វើជាមិត្តភក្តិខ្ញុំហើយម៉ាក់នេះសែតមកតោះមករត់អីសែតសាហាវគេថាណាគេតែបើកគត់ឡាននេះ So crack hat. Hi. You're so pretty. You're so pretty. Like model. Pretty boy ចឹង No like model. សម្រាប់ blog intro រៀងវ៉ាន់បន្តិចចាអញ្ចឹងមុនចេញដំណើរគឺខ្ញុំបានថតកូនខ្ញុំមួយទៀតដែរពេលនេះខ្ញុំខ្លាចជា target របស់គាត់បដាហើយអ្នកទាំងអស់គ្នាចាបន្តិចទៀតខ្ញុំនឹងខ្លាចទៅជា model របស់មិត្តភក្តិខ្ញុំហើយចាតទៅទៀតយើងនឹងជួប GD នៅ Cambodia GD ឥឡូវគឺយើងបានធ្វើដំណើរដល់ទីតាំងទៅពេញសង្កែនៅខេត្តកំពតហើយដើម្បីប្រមូលទិន្នន័យបន្តហើយកន្លែងនេះគឺមិត្តភ័ក្តិខ្ញុំឆ្ងល់ថាស្មានតែខ្ញុំថតរូបអ្នកទាំងអស់គ្នាតាមពិតគឺខ្ញុំថតវីដេអូហើយគាត់ក៏ថតមួយខ្ញុំបានមកប៉ុសពីប៉ុសដែរអ្នកទាំងអស់គ្នាហើយពួកយើងបានសម្រាប់មួយផ្លែតហើយបានថតជាមួយនឹងរូបទីតាំងផ្ទាល់ផងដែរ Hello vlog welcome to my guy អត់នឹងណាមិនថាមិនហ៎ ហើយមុននឹងយើងចុះទូកគឺយើងបានថតរូបជុំគ្នាជាមួយនឹងអ្នកគ្រូហើយជាមួយនឹងធីមរបស់យើងទាំងអស់គ្នាហើយយើងក៏បានចុះទូកធ្វើដំណើរទៅដល់ព្រៃកោងកាងដែលមានដើមឈើកោងកាងតូចៗជាច្រើនហើយទេសភាពគឺស្អាតខ្លាំងមែនទែនអ្នកទាំងអស់គ្នានេះគឺជារូបភាពរបស់ធីមរបស់ខ្ញុំដែលចែកចេញជាពីរប៉ាក់អ្នកទាំងអស់គ្នាហើយបន្តទៅទៀតគឺខ្ញុំបានធ្វើដំណើរទស្សនកិច្ចក្នុងព្រៃកោងកាងហើយនេះជាទេសភាពជារួមដែលខ្ញុំបានថតជាវីដេអូនៅក្នុងនេះផងដែរហើយពួកយើងបានបន្តដំណើរដើរទៅដល់ក្នុងព្រៃកោងកាងផ្ទាល់មុននឹងយើងទទួលទានអាហារថ្ងៃត្រង់ច្រើនអ្នកទាំងអស់គ្នាហើយតាក់ទងជាមួយនឹងព្រៃកោងកាងនេះផងដែរគឺនៅពេលដែលយើងចូលទៅដល់គឺស្អាតខ្លាំងមែនទែនអ្នកទាំងអស់គ្នាគឺពួកយើងសរសើរទៅដល់បងសហគមន៍ខ្លាំងមែនទែនដែលគាត់ជួយអភិវឌ្ឍជួយដាំដុះដើមកោងកាងនេះឲ្យលូតលាស់បានល្អចាស់អ្នកទាំងអស់គ្នាហើយក្រៅពីហ្នឹងក្រោយពីយើងទស្សនកិច្ចក៏យើងបានសាកសួរពីបងពី EE ដែលគាត់នៅក្នុងសហគមន៍នឹងផងដែរដើម្បីយើងសិក្សាស្វែងយល់ថាតើរបៀបរបបក្នុងការរស់នៅរបៀបរបបដែលគាត់ប្រស័យតាក់ទងជាមួយនឹងភ្ញៀវទេសចរបែបម៉េចដែរហើយតាក់ទងជាមួយនឹងកន្លែងនេះផងដែរគឺបើសិនជាអាចអ្នកទាំងអស់គ្នាអាចទៅដាក់ដំណើរកំសាន្តបានដោយសារតែកន្លែងនោះគឺស្អាតខ្លាំងមែនទែនអ្នកទាំងអស់គ្នាជាបន្តទៅទៀតគឺពួកយើងបានធ្វើការប្រមូលទិន្នន័យបន្តនៅក្នុងទីក្រុងកំពតហើយពួកយើងបានប្រមូលទិន្នន័យតាមហាងកាហ្វេដូចជា Artisan ដូចជា Milano Cafe ហើយព្រមទាំងកន្លែងផ្សេងទៀតដូចជា Big C Mini Mart ហើយបន្តមកទៀតគឺយើងបានថតរូបជុំគ្នាដូចជាជាមួយមិត្តភ័ក្តិហើយជាមួយនឹងយើងបានលេងទឹកនៅក្បែរស្ពាននឹងផងដែរសម្រាប់ពេលល្ងាចគឺពួកយើងបានញ៉ាំអីជុំគ្នាហើយជាមួយនឹងការថតរូបជាធីមផងដែរហើយបន្តមកទៀតគឺថាសកម្មភាពរបស់ខ្ញុំគឺជិះកង់ក្លុកទីក្រុងកំពតចាហើយបន្តមកទៀតគឺពួកយើងបានត្រឡប់ទៅកាន់អូតែវិញហើយនៅតាមផ្លូវពួកយើងឃើញទឹកវិលដែលស្អាតខ្លាំងមែនតើអ្នកទាំងអស់គ្នាគឺថាតុកខ្ញុំគឺមើលអត់ដាក់ភ្នែកតែម្ដងចាអ្នកទាំងអស់គ្នាអញ្ចឹងរងចាំទស្សនាសកម្មភាពថ្ងៃទី2នេះគឺជាសកម្មភាពថ្ងៃទី2របស់ពួកយើងដែលពួកយើងញ៉ាំអាហារពេលព្រឹកជុំគ្នាមុននឹងធ្វើដំណើរទៅចំការម្រេច La Plantation
ទាំងអស់នេះគឺជាសកម្មភាពរបស់ពួកយើងដែលធ្វើការទស្សនកិច្ចនិង promoter នៃបន្ថែមនៅចំការ Americ Lab Plantation ហើយពួកយើងពិតជាអរគុណខ្លាំងមែនទែនដល់បង tour guide ដែលគាត់ជួយពន្យល់បន្ថែមទាក់ទងជាមួយនឹងវិធីសាស្ត្រក្នុងការដាំដុះម្រេចជាមួយនឹងអាជីវកម្មរបស់គាត់ផងដែរហើយទាក់ទងជាមួយនឹងទស្សនវិជ្ជាទាំងមូលតែម្ដងគឺនៅក្នុងចំការម្រេចនេះគឺពិតជាស្អាតខ្លាំងមែនទែនហើយនេះគឺជាដើមម្រេចដែលយើងអាចទស្សនាបានបន្តទៅទៀតគឺយើងបានទៅដល់រោងចក្រសិប្បកម្មផលិតម្រេចរបស់គាត់បន្ថែមពីនេះគឺយើងអាចសិក្សាបន្ថែមពីចំណេះដឹងអាជីវកម្មពីខាងចំការម្រេច Lab Plantation បន្ថែមហើយតាក់ទងជាមួយនឹងផលិតផលរបស់គាត់គឺមានជាលក្ខណៈចម្រុះតែម្ដងហើយយើងក៏បានថតរូបជាកិច្ចបញ្ចប់អ្នកទាំងអស់គ្នាគឺថាថតរូបជុំគ្នាជាមួយមិត្តភក្តិនឹងឯងអ្នកទាំងអស់គ្នាហើយនេះគឺជាទស្សនវិជ្ជាជារួមដែលយើងអាចថតបានពីចំការមួយនេះផងដែរអ្នកទាំងអស់គ្នាយើងនឹងមានជា concert ផងដែរចា៎សម្រាប់វីដេអូគឺមានតែប៉ុណ្្នឹងទេបាយបាយអ្នកទាំងអស់គ្នា